យន្តហោះចម្បាំងដែលប្រើផ្លូវថ្នល់ធ្វើជាផ្លូវរត់ចុះចតបំពាក់អាវុធនិងហោះឡើងវិញក្នុងពេលត្រឹមតែ10នាទីនេះគឺជាសមត្ថភាពមិនគួរជឿកើតចេញពីកិច្ចសហការរវាងស៊ុយអែតនិងប្រេស៊ីលយន្តហោះប្រភេទ2កៅអីនេះបានផ្លាស់ប្ដូរមុខមាត់ថ្មីនៃសង្គ្រាមអេឡិចត្រូនិកនិងការវាយប្រហារតាមអាកាសតើអ្នកដឹងទេថាអ្វីទៅជាខួរក្បាលនៃសម្រាប់ភូមិអាកាសថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កំពូលយន្តហោះចម្បាំងចំនួនថ្មី Gripen F វាមិនត្រឹមតែមានរូបរាង slim ស្រួយនិងស្វាហាប់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាយន្តហោះចម្បាំងដ៏ឆ្លាតវៃបំផុតមួយក្នុងโลกដែលអាចបញ្ជាការដ្ឋានចល័តលើអាកាសនិងកំទេចសត្រូវមុនពេលពួកគេដឹងខ្លួនទៅទៀតតើបច្ចេកវិទ្យាអ្វីខ្លះដែលធ្វើឲ្យ Gripen F ក្លាយជាអាវុធដ៏គួរឲ្យខ្លាចតោះទៅតាមដានការរៀបរាប់លម្អិនពីរូបរាងបច្ចេកវិទ្យានិងបេសកកម្មរបស់វាក្នុងវីដេអូនេះទាំងអស់គ្នារូបរាងខាងក្រៅនៃយន្តហោះចម្បាំង Gripen F ដែលជាប្រភេទយន្តហោះមាន2កៅអីបង្កើតឡើងដោយផ្អែកលើ model Gripen E មានលក្ខណៈសម្គាល់ដូចជាវាមានស្លាបមេជារាងត្រីកោណទាលនៅផ្នែកខាងក្រោយដែលផ្ដល់នូវតុល្យភាពនិងល្បឿនចំណុចលេចធ្លោបំផុតគឺស្លាបតូចនៅផ្នែកខាងមុខក្បែរច្រកស្រូបខ្យល់ដែលជួយឲ្យវាមានភាពរហ័សរហួនក្នុងការបត់បែនខុសពី model Gripen E ដែលមានកៅអីតែមួយ Gripen F មានកាប៊ីនវែងដែលមានកៅអី2តម្រៀបគ្នាមុខមួយក្រោយមួយកញ្ចក់គ្រប់កាប៊ីនមានសភាពវែងនិងធំជាងមុនដើម្បីផ្ដល់ចក្ខុវិស័យច្បាស់ដល់អ្នកបើកបរទាំងពីរនាក់តួខ្លួនរបស់វាមានសភាពវែងជាង model កៅអីមួយបន្តិចដើម្បីទុកកន្លែងសម្រាប់កៅអីទី2រូបរាងទាំងមូលមានលក្ខណៈ slim និងស្រួយដែលត្រូវបានរចនាឡើងតាមគោលការណ៍ aerodynamic យ៉ាងល្អឥតខ្ចោះវាមានច្រកស្រូបខ្យល់រាងការ៉េឬរាងពងក្រពើនៅសងខាងតួខ្លួនផ្នែកខាងក្រោយមានបំពង់បង្ហុយខ្យល់នៃម៉ាស៊ីនតែមួយដែលមានរាងមូលធំវាមានកន្ទុយបញ្ឈរតែមួយដែលមានរាងខ្ពស់និងស្រួយនៅផ្នែកខាងលើចំណែកឯកង់នៃយន្តហោះត្រូវបានរចនាឲ្យមានភាពរឹងមាំដោយកង់ក្រោយទាំងពីរស្ថិតនៅផ្នែកខាងក្រោមនៃឫសស្លាបដើម្បីទុកកន្លែងទំនេរនៅក្រោមតួខ្លួនសម្រាប់ដាក់អាវុធឬធុងប្រេងបន្ថែមនៅតាមចុងស្លាបទាំងសងខាងមានដែកបញ្ឈរសម្រាប់បំពាក់មីស៊ីលអាកាសទៅអាកាសជារំ Gripen S មានរូបរាងទំនើបស្វាហាប់និងមានតុល្យភាពដោយសារការរួមបញ្ចូលគ្នារវាងស្លាបត្រីកោណនិងស្លាបតូចខាងមុខអមដោយកាប៊ីន2កៅអីដែលមានរាងវែងប្លែកពីគេចំពោះបច្ចេកវិទ្យានៃយន្តហោះចម្បាំង Gripen F វាត្រូវបានគេចាត់ទុកថាជាយន្តហោះដែលមានប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃបំផុតមួយក្នុងโลกដែលផ្ដោតសំខាន់លើចំណុចដូចជា Raven ES-05 AESA ជាប្រភេទ radar scan ដោយអេឡិចត្រូនិកដែលអាចបង្វិលបាន100ដឺក្រេវាអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញគោលដៅបានមុននិងមានមុំមើលទូលំទូលាយជាង radar ធម្មតា Skywatch GIRST ជាប្រព័ន្ធស្វែងរកនិងតាមដានដោយកាំរស្មី infrared វាអាចឲ្យ Gripen F រកឃើញយន្តហោះសត្រូវឬគោលដៅដោយមិនចាំបាច់បញ្ចេញរលកវិទ្យុដែលធ្វើឲ្យសត្រូវពិបាកដឹងខ្លួនថាមានការតាមដាន Split Avionics Architecture នេះគឺជាបច្ចេកវិទ្យាដ៏ពិសេសដែលបំបែករវាង software ហោះហើរនិង software ប្រយុទ្ធវាអនុញ្ញាតឲ្យគេធ្វើបច្ចុប្បន្នភាពប្រព័ន្ធអាវុធបានយ៉ាងលឿនដោយមិនចាំបាច់ប៉ះពាល់ដល់ប្រព័ន្ធហោះហើរសុវត្ថិភាពឡើយ Wide Area Display នៅក្នុងកាប៊ីនមានអេក្រង់ថាចទំហំធំដែលបង្ហាញទិន្នន័យទាំងអស់ក្នុងអេក្រង់តែមួយជួយឲ្យអ្នកបើកបរងាយស្រួលគ្រប់គ្រងស្ថានភាព Erexi Suit Gripen F បំពាក់ដោយប្រព័ន្ធការពារខ្លួនកម្រិតខ្ពស់ដែលអាចរំខានរ៉ាដារបស់សត្រូវនិងការពារខ្លួនពីការបាញ់ស្រោចនៃមីស៊ីលវាមានឧបករណ៍ sensor 360ដឺក្រេជុំវិញតួខ្លួនដើម្បីស្វែងរកការគំរាមកំហែង Tactical Information Data Link System វាមានសមត្ថភាពខ្ពស់ក្នុងការចែករំលែកព័ត៌មានរវាងយន្តហោះ Gripen គ្នាឯងឬជាមួយនាវានិងមជ្ឈមណ្ឌលបញ្ជាលើដីក្នុងល្បឿនលឿនបំផុតយន្តហោះមួយគ្រឿងអាចប្រើរ៉ាដារបស់ខ្លួនដើម្បីបាញ់មីស៊ីលចេញពីយន្តហោះមួយគ្រឿងទៀតបានចំពោះម៉ាស៊ីនវាបំពាក់ម៉ាស៊ីន S414 GE 39E ម៉ាស៊ីននេះត្រូវផ្ដល់កម្លាំងរុញខ្លាំងជាងមុន 20% បើធៀបនឹងចំនួនចាស់វាមានសមត្ថភាពហោះហើរក្នុងល្បឿនលើសសំឡេងបានយ៉ាងយូរដោយមិនចាំបាច់ប្រើប្រព័ន្ធដុតប្រេងបន្ថែមដែលជួយសន្សំសំចៃប្រេងនិងកាត់បន្ថយកម្ដៅម៉ាស៊ីនដែលពិបាកឲ្យសត្រូវចាប់សញ្ញាបានវាប្រើប្រាស់បច្ចេកវិទ្យា Pan Architecture ដែលអនុញ្ញាតឲ្យវាបំពាក់អាវុធទំនើបមកពីគ្រប់ប្រទេសបានយ៉ាងងាយស្រួលដូចជាមីស៊ីល Meteor ដែលបាញ់បានឆ្ងាយបំផុត Iris-T និងក្របបែកឆ្លាតវៃផ្សេងទៀតជារួមបច្ចេកវិទ្យារបស់ Gripen S មិនមែនផ្ដោតតែលើកម្លាំងបាយនោះទេប៉ុន្តែផ្ដោតលើបញ្ញាសិប្បនិម្មិតនិងបណ្ដាញព័ត៌មានដែលធ្វើឲ្យវាក្លាយជាយន្តហោះចម្បាំងដ៏ឆ្លាតវៃក្នុងសមរភូមិទំនើបចំពោះសមត្ថភាពនិងបេសកកម្មចម្បងរបស់យន្តហោះចម្បាំង Gripen S ប្រភេទ2កៅអីប្រតិបត្តិ
ការដោយអ្នកបើកបរ2នាក់ភាពខុសប្លែកខ្លាំងបំផុតគឺកៅអី2ដែលអនុញ្ញាតឲ្យម្នាក់បើកបរនិងម្នាក់ទៀតគ្រប់គ្រងប្រព័ន្ធអាវុធស្មុគស្មាញឬបញ្ជាការដ្ឋានចល័តលើអាកាសការហោះហើរនិងចុះចតលើផ្លូវខ្លីវាមានសមត្ថភាពពិសេសអាចចុះចតនិងហោះហើរនៅលើផ្លូវថ្នល់ធម្មតាដែលមានប្រវែងត្រឹមតែ800ម៉ែត្រនេះធ្វើឲ្យវាពិបាកសម្រាប់សត្រូវក្នុងការបំផ្លាញមូលដ្ឋានទ័ពរបស់វាយន្តហោះនេះអាចចុះចតចាក់សាំងបំពាក់អាវុធឡើងវិញនិងហោះឡើងទៅប្រយុទ្ធបន្តក្នុងរយៈពេលត្រឹមតែ10ទៅ20នាទីប៉ុណ្ណោះដោយប្រើកម្លាំងបច្ចេកទេសតិចតួចទោះមិនមែនជាយន្តហោះបំបាំងកាយពេញលេញប៉ុន្តែវាមានសមត្ថភាពកាត់បន្ថយការចាំសញ្ញារបស់រ៉ាដាសត្រូវនិងប្រព័ន្ធការពារខ្លួន Arixis ដែលអាចបង្អាក់ការបាញ់របស់សត្រូវការភ្ជាប់បណ្ដាញសង្គ្រាមវាមានសមត្ថភាពតភ្ជាប់ទិន្នន័យជាមួយយន្តហោះដទៃនាវានិងកងទ័ពជើងគោកដើម្បីចែករំលែកព័ត៌មានសមរភូមិក្នុងពេលជាក់ស្ដែងចំពោះបេសកកម្ម Gripen F គឺជាយន្តហោះពហុជំនាញដែលបំពេញភារកិច្ចបានច្រើនក្នុងពេលតែមួយបេសកកម្មការពារដែនអាកាសការការពារដែនអាកាសពីការឈ្លានពានការស្ទាក់ចាំយន្តហោះសត្រូវនិងការវាយប្រហារតាមអាកាសក្នុងចម្ងាយឆ្ងាយបេសកកម្មវាយប្រហារលើដីនិងលើទឹកការវាយប្រហារចំគោលដៅយុទ្ធសាស្ត្រលើដីគោកនិងការបាញ់កំទេចនាវាចម្បាំងដោយប្រើមីស៊ីលទំនើបបេសកកម្មស៊ើបការនិងតាមដានការប្រើប្រាស់ sensor ទំនើបដើម្បីប្រមូលទិន្នន័យសត្រូវនិងថតរូបភាពសមរភូមិដោយមិនចាំបាច់ប្រើអាវុធបេសកកម្មសង្គ្រាមអេឡិចត្រូនិកការបិទគប់រលកសញ្ញារ៉ាដានិងទំនាក់ទំនងរបស់សត្រូវដើម្បីការពារកងយន្តហោះក្នុងក្រុមបេសកកម្មបញ្ជាការនិងគ្រប់គ្រងដោយសារមានកៅអី2 Gripen F ត្រូវបានប្រើសម្រាប់ដឹកនាំយន្តហោះដទៃទៀតឬបញ្ជាយន្តហោះគ្មានមនុស្សបើកក្នុងប្រតិបត្តិការស្មុគស្មាញបេសកកម្មហ្វឹកហ្វឺនកម្រិតខ្ពស់ប្រើសម្រាប់ហ្វឹកហ្វឺនអ្នកបើកបរយន្តហោះចំនួនថ្មីឲ្យស៊ាំនឹងបច្ចេកវិទ្យា Digital និងប្រព័ន្ធអាវុធទំនើបរបស់ Gripen E និង F ជារួមយន្តហោះចម្បាំង Gripen F មិនត្រឹមតែជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លានោះទេប៉ុន្តែវាគឺជាខួរក្បាលនៃសមរភូមិអាកាសដែលមានសមត្ថភាពបត់បែនគ្រប់កាលៈទេសៈនិងគ្រប់ប្រភេទនៃបេសកកម្មចំពោះការផលិតយន្តហោះ Gripen F វាមានលក្ខណៈពិសេសខុសពីយន្តហោះចម្បាំងដទៃដោយសារវាជាគម្រោងផលិតដែលមានលក្ខណៈអន្តរជាតិនិងការផ្ទេរបច្ចេកវិទ្យាយន្តហោះនេះត្រូវបានផលិតដោយក្រុមហ៊ុន Saab AB នៃប្រទេសស៊ុយអែតទោះជាយ៉ាងណាប្រភេទ Gripen F ពីកៅអីនេះត្រូវបានអភិវឌ្ឍនិងរចនាយ៉ាងជិតស្និទ្ធជាមួយប្រទេសប្រេស៊ីលដោយក្រុមហ៊ុន Embraer ប្រេស៊ីលគឺជាដៃគូដ៏សំខាន់ក្នុងការផលិតនិងតែសាកល្បង model F នេះការផលិតនិងដំឡើងយន្តហោះ Gripen F ត្រូវបានបែងចែកជា2ទីតាំងធំមួយរោងចក្រ Linköping របស់ស៊ុយអែតជាមជ្ឈមណ្ឌលផលិតនិងដំឡើងដើមរបស់ក្រុមហ៊ុន Saab ពីមជ្ឈមណ្ឌល Kaviao Pixoto របស់ប្រេស៊ីលក្រុមហ៊ុន Embraer បានបង្កើតខ្សែសង្វាក់ដំឡើងយន្តហោះ Gripen នៅក្នុងប្រទេសប្រេស៊ីលនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យប្រេស៊ីលផលិតគ្រឿងបន្លាស់និងដំឡើងយន្តហោះដោយខ្លួនឯងទោះបីជាវាជាយន្តហោះស៊ុយអែតប៉ុន្តែគ្រឿងបន្លាស់សំខាន់ត្រូវបានផលិតចេញពីបណ្ដាប្រទេសផ្សេងដូចជាម៉ាស៊ីនផលិតដោយក្រុមហ៊ុន General Electric របស់អាមេរិក Radar និង Sensor ផលិតដោយក្រុមហ៊ុន Leonardo របស់អង់គ្លេសនិងអ៊ីតាលីគ្រឿងបង្គុំតួខ្លួនផលិតនៅប្រទេសស៊ុយអែតនិងមួយផ្នែកធំផលិតនៅប្រទេសប្រេស៊ីលដូចជាស្លាបនិងផ្នែកខាងក្រោយនៃតួខ្លួនសារប្រើប្រាស់បច្ចេកវិទ្យា Model Based Design ដែលជាការរចនានិងសាកល្បងតាមរយៈប្រព័ន្ធកុំព្យូទ័រ 3D ទាំងស្រុងមុននឹងផលិតជាក់ស្ដែងវិធីសាស្ត្រនេះជួយឲ្យការផលិតមានភាពសុក្រឹតខ្ពស់កាត់បន្ថយថ្លៃដើមនិងងាយស្រួលក្នុងការកែសម្រួលឬដំឡើង software នៅពេលក្រោយការផលិតត្រូវបានរៀបចំជាលក្ខណៈ modular ជាផ្នែកដែលអនុញ្ញាតឲ្យគេងាយស្រួលក្នុងការដំឡើងឧបករណ៍ផ្សេងទៅតាមតម្រូវការរបស់ប្រទេសនីមួយៗឧទាហរណ៍ដូចជាប្រព័ន្ធវិទ្យុទាក់ទងតាមស្តង់ដារជាតិរបស់ប្រេស៊ីលឬស៊ុយអែតជារួមការផលិត Gripen F គឺជាសញ្ញានៃកិច្ចសហការរវាងស៊ុយអែតនិងប្រេស៊ីលដែលផ្ដោតលើការផ្ទេរបច្ចេកវិទ្យានិងការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោកដើម្បីបង្កើតយន្តហោះដែលមានតម្លៃសមរម្យនិងបច្ចេកវិទ្យាខ្ពស់